បាទសួស្តីដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះមកចង់និយាយអំពីតើទៅនឹងតើធ្វើម៉េចដើម្បីឲ្យទទួលបាន$1 ពីក្រុមហ៊ុន Facebook ជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលគាត់ទទួលបាននៅ page ដែល set up CM រួចរាល់ហើយនៅពេលដែលគាត់លេងដូចជាការ post វីដេអូការ post រូបភាពឬក៏ post ជា text message status ហ្នឹងគាត់នឹងទទួលបានការ invite bonus វាអាស្រ័យទៅលើក្រុមហ៊ុន Facebook ជាអ្នកទម្លាក់ bonus ឲ្យអាច$1ឬក៏$50ឬក៏$60ឬក៏$6ឬក៏ច្រើនជាងនឹងទៅទៀតទៅតាម Facebook បានទម្លាក់ bonus បានអញ្ចឹងដើម្បីឲ្យទទួលបានគ្រប់លក្ខខណ្ឌ$1យើងត្រូវធ្វើការ cross post ឬក៏ share post 6 post ទៅ suggest group ដែលក្រុមហ៊ុនបានធ្វើការ suggest group មានចំនួន6 group បាទអញ្ចឹងនេះគឺជា group ដែល Facebook បានធ្វើការ suggest ឲ្យយើងធ្វើការ cross post ឬក៏ share ចូលទៅក្នុង group បាទអញ្ចឹងហើយត្រង់ចំណុចកន្លែងដែរគឺខ្ញុំចង់និយាយបើសិនជាករណីយើងធ្វើការ cross post ឬក៏ share post ចូលទៅក្នុង group ហើយបើសិនជាករណី admin គាត់អត់ approve បានន័យថាគាត់ delete នៅការ cross post របស់យើងឬក៏ share post របស់យើងចូល group របស់គាត់យើងអត់ទទួលបាន$1ទេបាទអញ្ចឹងអ្វីដែលខ្ញុំមកធ្វើការបង្ហាញនេះគឺដើម្បីឲ្យគ្រប់លក្ខខណ្ឌយើងត្រូវធ្វើការបំពេញចំនួន6 post ដោយ Facebook បានធ្វើការ suggest group បាទអញ្ចឹងអរគុណដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកនិយាយអំពីតើតើនឹងតើធ្វើម៉េចដើម្បីទទួលបានbonus $1ពីក្រុមហ៊ុន Facebook